បន្តពីវត្តមានរបស់បៃឡានយានមកដល់ហើយនាងក៏បានចាប់អារម្មណ៍ទៅលើរាងកាយរបស់ម្ចាស់ស្រីនាងពិតជាមានការឆ្ងល់មែនទែនហើយតែអ្វីបានជាទម្រង់មានការខុសប្លែកបន្តមកនាងក៏ចាប់ផ្ដើមប្រើប្រាស់នៅជំនាញរបស់នាងសង្កេតទៅមើលមនសិការរបស់ម្ចាស់ស្រីនាងបានកថានៅពេលនេះដួងព្រលឹងរបស់ម្ចាស់ស្រីបាត់បង់នូវស្មារតីវិញ្ញាណទាំង3ទៅហើយបន្តពីដូច្នេះនាងក៏សួរទៅកាន់ជាយន្តថាតើគេប្រើប្រាស់នៅបច្ចេកទេសកោះហៅរាងកាយដែលជាបច្ចេកទេសច្បាប់នៃការចម្លងមែនទេគេបានតបថាគឺជាកំហុសរបស់គេប៉ុន្តែយ៉ាងណាក៏ដោយនៅពេលនេះចៅវាយស្រីរੂឡើងវិញទៅហើយគ្រាន់តែបាត់នៅការចងចាំតែប៉ុណ្ណោះនាងក៏តបថាបាត់ការចងចាំវាមិនសំខាន់ទេប៉ុន្តែឲ្យតែចៅវាយស្រីនៅតែជាចៅវាយដ៏អស្ចារ្យទៅបានហើយគេក៏បានតបថាធម្មពលក៏ត្រូវបានកាត់បន្ថយដែរបន្តមកនាងក៏បានចាក់ចេញជាយន្តគេក៏បានសួរថាតើនាងចង់តំណាទៅនាងក៏បានតបថានៅពេលនេះចៅវាយស្រីនៅពេលនេះពិតជាមិនស័ក្តិសមជាមួយនាងឡើយជាយន្តប្រាប់តែកាន់នាងក៏មកកាត់ច្រានអីចំណាយពេលតែ300ឆ្នាំតែប៉ុណ្ណោះចៅវាយស្រីប្រកាសជាខ្លាំងនៅក្នុងអាណាចក្រទាំង3នេះហើយគាត់ប្រកាសជាអាចប្រៀបស្មើជាមួយបុព្វអបរាស៊ីហើក្រនត្រង់ចាំវិញ្ញាណទាំង3ត្រឡប់មកវិញនាងប្រកាសជាខ្លាចជាចៅវាយដ៏អស្ចារ្យពីមុនហើយបើទៅបីជានិយាយប៉ុណ្ណាក៏ដោយនាងក៏នៅតែចាក់ចេញគេក៏បានស្រែកថាបៃឡានយានតើនាងចង់រមើលកូនចៅវាយស្រីមែនទេនាងក៏ប្រលឹបមកភ្ជុំករបស់គេស្រែកថាតើយ៉ាងម៉េចជាមួយនឹងកម្លាំងរបស់ចៅវាយស្រីនៅពេលនេះតើអាចជួយទៅកាន់ឪពុករបស់នាងយ៉ាងម៉េចទៅវ៉ាន់ដែលជាជាយ៉ាវនាងក៏បានគិតថាឪពុកមែនទេគេក៏បានតបថាយើងត្រូវទៅរកនៅវិធីឲ្យស្ដារឡើងនៅអំណាចរបស់ចៅវាយឡើងវិញនៅពេលនោះគាត់ប្រកាសជាមិនក្បត់ពាក្យសន្យាឡើយនាងក៏បានតបថាឯងបានតែនិយាយតែប៉ុណ្ណោះតាមពិតទៅឯងគ្មាននៅជំរឿអ្វីឡើយប៉ុន្តែមកវ៉ាន់នាងក៏មិនសួរថាចុះនាងមាននៅវិធីទេបៃឡានយាននាងក៏បានតបថាចឹងយើងគួរតែលួចនៅវត្តវិញ្ញាណរបស់ណានឈើទៅរបស់មួយនឹងវាអាចជួយស្វែងរកនៅបំណាច់ព្រលឹងដែលបានបាត់ដោយមិនចាំបាច់ត្រាំទឹកបឹងឆិនយូរនៅក្នុងរយៈពេល3ខែឡើយវាក៏អាចជួយព្រលឹងរបស់យើងមាននៅស្ថិរភាពអូតូម៉ាទិកជាយន្តគេក៏បានយល់ស្របថាទៅលួចបន្តមកវ៉ាន់នាងក៏បានសួរថាតើអ្នកទាំងពីរពិតជាបានគិតច្បាស់ហើយមែនទេថាទៅលួចរបស់គេនោះដោយអ្នកទាំង3គេក៏បានងក់ក្បាលព្រមជាមួយសត្វចម្លែកមួយនោះបន្តមកបៃឡានយាននឹងក៏បន្តប្រាប់ថាបើទោះបីជាចៅវាយស្រីការប្រមូលថិតនៅក្នុងកម្រិតកំពូលក៏ដោយប៉ុន្តែចៅវាយក៏នៅតែមិនអាចយកឈ្នះណានជើបានឡើយប៉ុន្តែនៅពេលនេះតាចៅវាយគិតថាចៅវាយជារណាទៅដោយជាយន្តគេក៏បាននិយាយថាខ្ញុំជាយន្តបើទោះបីជារាប់ពាន់ដងត្រូវបានស្លាប់ក៏ដោយក៏សុខចិត្តដែរបន្តពីលេខចឹងបៃឡានយាននាងក៏មានតែការខ្យល់ចាប់បន្តមកនាងក៏នឹកឃើញនៅវិធីមួយបន្តមកនាងក៏ចាប់ផ្ដើមប្រើប្រាស់នៅបច្ចេកទេសរបស់នាងចលឡើងបន្តពីការប្រើប្រាស់នៅបច្ចេកទេសស្នៀតរបស់នាងចលឡើងហើយយើងក៏មិនដឹងថាវាគឺជាអ្វីទេបានត្រាំតែឃើញនៅក្បួនតារាមួយហើយក៏មាននៅចំហាយអាក្រក់វាក៏សាយភាចលឡើងហើយក៏បានកាត់មកទីតាំងកន្លែងមួយយើងក៏បានឃើញថាទីនេះគេហៅថាទឹកភ្នែកនៃព្រះអាចកំបាំងហើយយើងក៏បានឃើញនៅបរមម្នាក់ក៏ហាក់ដូចជាត្រូវបានគេចងច្រវាក់បន្តមកគេក៏បានភ្ញាក់ឡើងបើកៅភ្នែកឡើងក្រហមតែម្ដងស្រាប់តែបៃឡានយាននៅបន្តប្រើប្រាស់នៅបច្ចេកទេសចលឡើងយើងក៏បានឃើញនៅចំហាយដួងព្រលឹងមួយវាក៏ចេញមកមើលទៅវាដូចជាបិសាចទុនសាយចឹងឯងនាងក៏ប្រាប់ទៅកាន់ចៅវាយស្រីរបស់នាងឲ្យញ៉ាំវាទៅបន្តទៅញ៉ាំនៅវិញ្ញាណអាក្រក់មួយនេះហើយវាក៏បានធ្វើឲ្យអំណាចធម្មពលរបស់ចៅវាយកាន់តែមានការប្រសើរឡើងដោយវ៉ាន់នាងក៏ហាក់ដូចជាមានការរអើមកមិនទេនាងក៏នៅតែបន្តថាគួរតែអរគុណដល់ឆាត់ចាំវិញ្ញាណរបស់នាងទៅមិនត្រឹមតែអាចជួយបំពេញនៅធម្មពលវិញ្ញាណតែប៉ុណ្ណោះទេប៉ុន្តែក៏អាចចិញ្ចឹមនៅចំហាយវិញ្ញាណអាក្រក់បានដែរមើលតែចំហាយព្រលឹងរបស់វាទៅនៅស្រស់គួរឆ្ងាញ់ណាស់សួរទៅកាន់ចៅវាយស្រីតើតំណងទេនាងក៏បានតបថាហេតំណងស្អីទៅមិនដឹងជាប្រភេទសត្វស្អីទៅមើលទៅស្អុយមែនតែននាងក៏តបថាដួងព្រលឹងដែលស្លាប់ទៅហើយវិញចឹងហើយមើលទៅប្រហែលជាមួយឆ្នាំពេញនេះជាយន្តត្រូវតែទទួលបន្ទុកនៅក្នុងការប្រើប្រាស់នៅពិធីក៏ហៅព្រលឹងហើយដើម្បីក៏ហៅឬក៏ដូចជាការស្ដារឡើងនៅរាងកាយរបស់ចៅវាយឡើងវិញរីឯនាងជាមួយនឹងបៃដើរប្រមូលនៅវិញ្ញាណគ្រប់ទីកន្លែងដើម្បីងាយស្រួលសម្រាប់ចៅវាយនៅក្នុងការស្ដារនៅអំណាចឡើងវិញនាងក៏បានតបថាមើលទៅពួកគេទាំង3ទាំង4ពិតជាធ្វើការលំបាកពេកហើយនាងក៏បានតបថាប្រកាសតែដើម្បីឲ្យចៅវាយស្រួលនាងធ្វើអ្វីក៏បានដែរដូច្នេះឲ្យសូមចៅវាយពិសាតាមសบายទៅណាវ៉ាន់នាងក៏ពិតជាមានអារម្មណ៍ថាញើតមែនតែនតែបន្តមកនាងរៀបនឹងនិយាយទៅឲ្យស្រាប់តាមនៅគណៈពេលនោះមិនចំហាយអ្វីទេក៏បានឆក់យកទៅបាត់ទៅក៏បានធ្វើបៃឡានយានពិតជាមានការមើលម៉ៅបន្តមកចំហាយនៅវាក៏បានប្រមូលផ្ដុំលេចឡើងនៅវត្តមានបរោះដែលយើងបានឃើញនឹងពួកគេទាំងអស់គ្នាប្រយ័ត្នភ្ញាក់ផ្អើលមែនតែនដោយខ្លាឃ្មុំគេក៏បានប្រាប់ទៅកាន់យានរបស់គេឲ្យប្រយ័ត្នផងបរោះចម្លែកនៅវាក៏ចាប់ផ្ដើមស្លឹងមើលទៅកាន់ពួកគេព្រមទាំងប្រើលបឿនវាយទៅកាន់បៃម្ដាយប៉ើងកៅសម័យបាត់ទៅហើយបៃឡានយានក៏បានប្រើឆាត់ត្រនៅបៃហើយក៏មានការបារម្ភដោយជាយន្តគេក៏បាននិយាយថាអស់100ឆ្នាំមកហើយនៅពេលនេះព្រះជាមានការបែកទៀតហើយវ៉ាន់នាងក៏បានគិតថាតើនេះមែនទេដែលគឺជាព្រះនៃខ្យល់តាំងពីបុរាណនោះគាត់ក៏មានឈ្មោះថាឈៀនស៊ូពីអាចារ្យបារាំងបាននិយាយថាគាត់បានបាត់ដំណឹងអស់100ឆ្នាំមកហើយហើយវាបានជាមាននៅវត្តមានទីនេះទៅវិញឈៀនស៊ូក៏បានប្រើប្រាស់នៅចំហាយវាយប្រហារមកជាយន្តក៏បានប្រើប្រាស់ទប់ទល់រួចក៏ប្រើលបិនរបស់គេសម្រាប់ចូលទៅវាយប្រហារប៉ុន្តែទៅបីយ៉ាងណាក៏ដោយក៏វាយមិនត្រូវឡើយបន្តពីដូច្នេះគេក៏បានដកថយចុះឡើងហើយឈៀនស៊ូនៅតែបន្តសម្រាប់ចូលទៅ
ជាយន្តគេក៏ប្រើនៅក្បត់របស់គេកាប់ចោលឡើងប៉ុន្តែជាស៊ូហាក់ដូចជាគ្មាននៅបញ្ហាអ្វីឡើយទប់ទល់ចោលឡើងក៏បានធ្វើជាយន្តដកថយទៅបន្ទាប់មកបៃឡានយាននាងក៏ប្រើប្រាស់នៅចំហាយអាក្រក់របស់នាងបញ្ចេញជាមួយដួងព្រលឹងរបស់សត្វត្រាហ្គនស្លាបប៉ុន្តែជាស៊ូអាចចាប់ការយ៉ាងងាយស្រួលនេះពេលនៅបៃគេក៏បានសម្រុកចូលមកពេលក្រោយប៉ុន្តែក៏នៅតែត្រូវបានប៉ើង90ម៉ែត្ររបស់គេទៀតហើយក៏បានស្លាប់ឆឹងបាត់ទៅហើយទៅបញ្ចឹងក្តីជាយន្តនៅតែបន្តសម្រុកចូលទៅព្រះលបិនរបស់គេកាប់ចោលកាប់ឡើងដែលមើលទៅវាពិតជាលឿនមែនតែនជាហេតុក៏បានធ្វើឲ្យដើមអាស័យបាក់អស់លេងតែម្ដងបន្ទាប់ពីព្រះលបិនចលងហើយគេក៏បានសម្រុកចូលទៅចាក់ទៅកាន់ឈៀនស៊ូប៉ុន្តែជាលទ្ធផលបន្ទាប់ពីផ្សាញ់ហុយចុកហើយនៅពេលនេះគេក៏ត្រូវបានឈៀនស៊ូចាប់ច្បាច់ករបស់គេជាប់បាត់ទៅហើយមិនអាចកម្រឹកបានឡើយបន្ទាប់មកគេក៏ប្រាប់ទៅកាន់ចវាយសីឲ្យដាក់មេព្រៃឲ្យលឿនទៅបន្ទាប់មកគេក៏បានស្លាប់ទៅក៏បានធ្វើជាយ៉ាវបច្ចុប្បន្នកាលណាត់មែនតែនាងក៏បានសម័យដែលគេខំប្រឹងប្រើប្រាស់នៅបច្ចេកទេសរបស់គេនៅក្នុងការស្ដារឡើងនៅរាងកាយរបស់នាងឡើងវិញបន្តមកជាយ៉ាងដូចជាវ៉ាន់នាងក៏សុំខ្វះការគួរសមទៅលើព្រះនេកខ្យល់បុរាណហើយប្រណនៅចំហាយវាយប្រហារទៅបន្ទាប់ពីដូច្នេះជាស៊ូគេក៏បានបលែងជាយន្តឬក៏សម្ដៅទៅរកនាងបៃឡានយន្តបច្ចុប្បន្នកាលម្ដងមែនតែនបន្តមកនាងក៏បានគិតថាព្រះក៏ដោយគុំបន្ទោសនាងឲ្យសោះដោយសារតែគេភ្ញាក់ឡើងនៅពេលនេះក៏បន្ទោសថានាងគឺជាទេពអសរវាយព្រះអសោះណាស្រាប់តែជាស៊ូប្រើប្រាស់លបឿនសម្រុកចូលមកវ៉ាន់នាងក៏បានទប់ទល់ជាមួយនឹងការវាយប្រហាររបស់គេមកប្រើព្រមទាំងប្រើប្រាស់នៅលបឿនកិច្ចចោះឡើងនិងក៏វាយគ្នាដោយការប្រើប្រាស់នៅវិញ្ញាណចឹងណាដែលមើលទៅលបឿនបច្ចុប្បន្នមែនតែនវ៉ាន់នាងក៏វាយដកតែប៉ុណ្ណោះមិនហ៊ានចូលវាយគៀកជាមួយគេឡើយព្រោះតែគេខ្លាំងពេកស្រាប់តែគេនៅតែបន្តសម្រុកចូលនាងក៏បានកិច្ចទៅបណ្ដាគេវាយដើមអាស័យបាក់ប្រាវពេញហ្នឹងហើយគេក៏នៅតែបន្តប្រើលបឿនវាយប្រហារនាងក៏នៅតែបន្តកិច្ចចឹងឯងនាងក៏បានកាត់ដេកថានៅពេលនេះចាប់ហើយបើសិនជានៅតែបន្តនាងប្រកាសជាងាប់ហើយស្រាប់តែព្រះនៃខ្យល់នៅតែបន្តប្រើលបឿនចូលទៅនៅពេលនេះនាងក៏ពិតជាមិនអាចកិច្ចបានឡើយប៉ុន្តែនៅកណ្ដាលពេលនៅមានចំហាយបាញ់ចាស់ពីខាងលើមកពិតជាសន្ធោសន្ធៅមែនតែនក៏បានធ្វើឲ្យព្រះនៃខ្យល់ក៏ត្រូវបានប៉ាងថយក្រោយទៅបៃឡានយាននាងក៏បានចាប់អារម្មណ៍ថានេះគឺជាចំហាយធម្មពលរបស់ម្ចាស់ស្រីដោយជាយ៉ាវបន្តពីលើចឹងនាងក៏ពិតជាភ្ញាក់ផ្អើលមែនតែននៅកណ្ដាលពេលនោះស្រាប់តែវ៉ាន់ពិតប្រាកដនាងក៏បានលេចនៅខាងក្រោយខ្នងរបស់នាងព្រមទាំងបានចាប់ដៃរបស់នាងក៏បានធ្វើជាយ៉ាវពិតជាភ្ញាក់ផ្អើលមែនតែនអញ្ចឹងវ៉ាន់នាងក៏បានព្រានទៅកាន់ជាយ៉ាវអំពីបច្ចេកទេសនៃការវាយប្រហារស្រាប់តែព្រះនៃខ្យល់នៅតែបន្តសម្រុកចូលក៏ត្រូវបានអាវុធរបស់នាងចាប់ចងស្រែកយ៉ៃបាត់ទៅហើយក៏ស្រាប់ពេលជាមួយគ្នាអេពីសូតទី2ក៏ស្លេះតែត្រង់កន្លែងនឹងឯង